ตาโลกนิយាយអ្វីការនោះជីពីឈួនមិនគិតពីសុវត្ថិភាពខ្លួនឯងដើម្បីជួយសង្គ្រោះអ្នកទេក្រោយមកម្ដាយរបស់គេបាននាំគេឡើងឡានហើយបញ្ជូនគេចេញទៅខ្ញុំគ្រាន់តែលេចមុខភ្លាមហើយចូលទៅជួយតែប៉ុណ្ណោះនឹកស្មានមិនដល់ថាពេលអ្នកបាយជាចាត់ទុកខ្ញុំជាអ្នកសង្គ្រោះជីវិតទៅវិញចុះហេតុអ្វីពេលនោះលោកមិននិយាយព្រោះគ្រាន់តែឃើញអ្នកដំបងខ្ញុំក៏លងស្រឡាញ់អ្នកបាត់ទៅហើយអញ្ចឹងហើយទើបលោកបន្លំខ្លួនជាអ្នកសង្គ្រោះជីវិតខ្ញុំហើយបោកប្រាស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំមែនទេរឿងមួយនេះតែងតែកប់ទុកនៅក្នុងចិត្តខ្ញុំជានិច្ចរាល់ពេលដែលខ្ញុំប្រមូលភាពក្លាហានចង់ប្រាប់អ្នកខ្ញុំបែរជាខ្លាចថាបើប្រាប់អ្នកហើយអ្នកនឹងចាក់ចេញពីខ្ញុំវាជាកំហុសរបស់ខ្ញុំគឺខ្ញុំកំសាកពេកដូច្នេះគឺជីភីឈួនជាអ្នកជួយសង្គ្រោះខ្ញុំរហូតមកសុំទោសយូរប៉ុណ្ណេះហើយទើបតែប្រាប់រឿងនេះដល់អ្នកបន្តោងសន្តិភាពមួយនេះគឺជាវត្ថុតែមួយគត់ដែលម្ដាយខ្ញុំបន្សល់ទុកក្នុងលោកនេះអ្នកជួយយកវាទៅឲ្យកូនស្រីជំនួសខ្ញុំផងសង្ឃឹមថានាងទៅថ្ងៃមុខមានសុវត្ថិភាពនិងធំធាត់ឡើងដោយសុខភាពល្អតើលោកទៅណាទៅថ្ងៃមុខខ្ញុំនឹងមិនរំខានជីវិតអ្នកទៀតទេការជំពាក់ជំពិនដ៏ធំបំផុតក្នុងចិត្តខ្ញុំចំពោះអ្នកថ្ងៃនេះត្រូវបានសង់អស់ហើយជាងលីខ្ញុំជូនពរឲ្យអ្នកមានសុភមង្គល